Hello guys នេះ vlog ទី2របស់ខ្ញុំទៅលេងស្រុកបាត់ដំបងឃើញបាយហ្នឹងខ្ញុំម៉ាក់ខ្ញុំបានបាយវត្តខ្លោចទេញ៉ាំបាយវត្តដល់ពេលចេញពីវត្តវិញឃើញថាស្រានិងលបែងដើរទៅតាមគ្នាល្ងាចឡើងមកបេះក្រូចសកម្មភាពនៅស្រុកបាត់ដំបងមកបេះក្រូចបេះអីរបស់ចកាអ៊ីខ្ញុំគាត់តាមអញ្ចឹងហើយជំរឿបងអូនស្រីខ្ជូតរបស់ខ្ញុំនេះគេខ្ជូតទៅណាហើយដឹងមកជួយឬក៏មកបំផ្លាញមកទៅដៃទៅជើងទេនេះធីមគេពីក្រោយទៀតហើយឃើញក្រូចមួយដើមហ្នឹងណាតែបានមកក្រុងក្រូចច្រើនទៅណាបានមកក្រុងផ្លែសាហាវមែនតើនេះភ្នាក់ងារបេះនោះភ្នាក់ងាររើសនេះភ្នាក់ងារលេខទូរស័ព្ទជាមួយអ៊ីខ្ញុំគាត់ទិញខ្ញុំ cake surprise ថ្ងៃបាត់ដប់ខ្ញុំអូខ្ជូតសាហាវហើយព្រឹកឡើងបិចនំវិចអីថ្ងៃប្រជិតថ្ងៃភ្ជុំថ្ងៃអីចឹងទៅតិចថាខ្ញុំវិចហ្នឹងមែនទេអ៊ីខ្ញុំអ្នកវិចទេខ្ញុំនេះមកវិចខ្ញុំមកជៀនអីស៊ីទៀតគ្នាជៀនអីស៊ីអត់ខកក៏ទៅរឿងស៊ីទេមួយថ្ងៃទៅជៀនហើយមានណាយាយឲ្យគេយកមកហូបពីវត្តអូឃើញហូបច្រើនចឹងមិនធ្វើកន្លែងទេចាសំទោសគឺយកពីវត្តហើយនេះសមចិនហើយជាមួយ favorite របស់ខ្ញុំខ្ញុំឲ្យម៉ាក់ខ្ញុំវិចឲ្យគឺសាច់ច្រើនសាច់ខ្លាំងក្នុងហ្នឹងគឺសាច់ច្រើនមករបស់ខ្ញុំមកចាប់ផ្ទាល់ហើយនេះជីសកម្មភាពទៅដើរលេងជុំមិត្តភក្តិខ្ញុំហើយគេជប់លៀងប្រឡងចាប់ចឹងថ្ងៃធីមទេដល់ពេលព្រឹកឡើងធ្វើម្ហូបធ្វើអីដើម្បីទៅវត្តហ្នឹងឯងប្រជុំធំគេធ្វើទៅវត្តអានេះយើងមកដល់វត្តហើយចេញពីវត្តគឺមកស៊ីនំអត់ខ្វះទេគឺស៊ីនំដើរធ្វើដូចឯងស្រីស្អាតចឹងមានឈួនហើយទៅគឺ recommend នំរីកអីណាតែនំនេះឆ្ងាញ់មែនឆ្ងាញ់ដល់ពេលហើយនេះឥឡូវយើងដល់សកម្មភាពចេញទៅលេងសឡូតខ្ញុំគាត់ថាទៅសឡូតតែមិនមែនទេឃើញផ្លូវផ្លូវនេះមិនមែនទៅសឡូតមានណាគេយកមកបោះចោលសោះនេះមកធ្វើម្ហូបធ្វើអីណានេះទឹកគេយកមកបោះចោលឃើញចឹងមែនខ្ញុំលេងមែនហើយទឹកនេះជ្រៅនេះខ្ញុំអត់ចេះហែលទឹកទេខ្ញុំអង្គុយលើពងហើយខ្ញុំហែលទៅដល់ឆ្ងាយនោះអូយហើយយ៉ាត់អាយចឹងពេញហ្នឹងសាហាវអាចធ្វើបានហើយឡើងស៊ីអីពីហ្នឹងចុះឡើងស៊ីអីហើយលេងដល់យប់ហ្នឹងមិនមែនត្រឹមម៉ោង5ទៅផ្ទះណាម៉ោង6 7លេងតាំងពីម៉ោង2ដល់ម៉ោង6 7គិតជាសាហាវហើយឥឡូវមកដល់ផ្ទះហើយសកម្មភាពនៅផ្ទះចាំមើលនេះគឺលេងល្បែងតអត់ខ្វល់